អាជ្ញាធរមីនកម្ពុជាចុះថ្ងៃទី23ខែធ្នូឆ្នាំ2025ពាក់ព័ន្ធនឹងស្ថានភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃ 1. ការចោទប្រកាន់លើការឈ្លានពានរបស់យោធាថៃ ការប្រើប្រាស់កម្លាំងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-15 មួយទម្លាក់គ្រាប់បែកដោយមិនរើសមុខមកលើទឹកដីកម្ពុជា ប្រភេទអាវុធគ្រោះថ្នាក់កម្ពុជាបានចោទប្រកាន់ថៃថាបានប្រើប្រាស់គ្រាប់បែកចង្កោមនិងផ្សែងពុលនៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ ការរំលោភច្បាប់អន្តរជាតិសកម្មភាពនេះត្រូវបានចាត់ទុកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងច្បាប់មនុស្សធម៌អន្តរជាតិ 2. ផលប៉ះពាល់ដល់ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធ ការខូចខាតការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកបានបណ្ដាលឲ្យជនស៊ីវិលរងរបួសនិងបង្ខំឲ្យមានការភៀសខ្លួនទ្រង់ទ្រាយធំ ការបំផ្លិចបំផ្លាញផ្ទះសម្បែងសាលារៀនមន្ទីរពេទ្យវត្តអារាមនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ត្រូវបានបំផ្លាញ 3. ការច្រានចោលព័ត៌មានបំផន់ ការរៀបចំឈុតឆាកកម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃពាក់ព័ន្ធនឹងបញ្ហាមីនដោយចាត់ទុកថាជារូបភាពគ្មានការផ្ទៀងផ្ទាត់និងជាការរៀបចំឡើងដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួន ស្ទតាងគ្មានមូលដ្ឋានកម្ពុជាកត់សម្គាល់ថាថៃពឹងផ្អែកតែលើការអះអាងឯកតោភាគីរបស់យោធាខ្លួនដោយគ្មានការស៊ើបអង្កេតឯករាជ្យពីអន្តរជាតិឡើយ 4. សំណូមពរនិងការអំពាវនាវ សហគមន៍អន្តរជាតិអំពាវនាវឲ្យអង្គការសហប្រជាជាតិអាស៊ាននិងសហគមន៍អន្តរជាតិចេញមុខថ្កោលទោសថៃជាចំនិងចាត់វិធានការបន្ទាន់ដើម្បីការពារជនស៊ីវិល ជំហរកម្ពុជាទោះបីរក្សាភាពអត់ធ្មត់ដើម្បីសន្តិភាពប៉ុន្តែកម្ពុជាបញ្ជាក់ថានឹងមិនឈរមើលការរំលោភបំពានអធិបតេយ្យឲ្យភាពនិងការសម្លាប់ជនស៊ីវិលដោយស្ងៀមស្ងាត់ឡើយ